Style cha ta Commander ការក្រាគឺជា Commander មួយដែលខ្លាំងមែនទែនក្នុងពេលបច្ចុប្បន្នហ្នឹងអាចនិយាយថាជា S rank Commander ហើយក៏ត្រូវបានគេ ban ច្រើនចាប់ពី rank Mythic ឡើងទៅដែរព្រោះថានៅខោ Mythic គេ ban វាអត់កើតហើយក៏ជា Commander មួយដែលធ្វើឲ្យ player Neo Beast បាក់ស្បាតខ្លាំងមែនទែនគ្រាន់តែឃើញថាការក្រាគឺថាបោះបង់គំនិតចង់លេង Neo Beast ចោលហ្មងទាំងគេទាំងខ្ញុំមិនត្រឹមតែខ្លាំងនៅ early ខ្លាំងដល់ late game ទៀតហើយអីដែលសំខាន់គឺថា skill គាត់អត់មានអីញញ៉ៃទេសួរលេងខ្លាំងមែនទែនឥឡូវហ្នឹងអស់ម៉ោងពីចំណាប់អារម្មណ៍របស់ខ្ញុំហើយខ្ញុំមកបញ្យល់អំពី skill របស់ការក្រាហើយនឹង passive របស់គាត់វិញដូចខ្ញុំមិននិយាយចឹង skill របស់ការក្រាគឺស្រួលយល់ខ្លាំងមែនទែនគឺយើងអាចជ្រើសរើសយក hero មួយក្នុងចំណោម hero ទាំងអស់របស់យើងពាក់ឆ័ត្ររបស់គាត់ hero ដែលយើងពាក់ឆ័ត្រហ្នឹងនឹងទទួលបាននៅការការពារពេលដែលឈាមរបស់គាត់ធ្លាក់ខោ 50% គាត់នឹងទទួលបានឈាមស 60% នៃចំនួនឈាមស៊ីនរបស់គាត់អញ្ចឹងមើលទៅការក្រាក៏វាអត់ខ្លាំងដែរត្រូវអត់ព្រោះតែ 60% នៃឈាមស៊ីនហ្នឹងតែអីដែលខ្លាំងគឺជាការក្រាដែលមាន2ផ្កាយឡើងទៅពេលដែលការក្រាមាន2ផ្កាយយើងនឹងទទួលបាន passive skill របស់គាត់យកមកលេងចំនួនឈាមសដែលឲ្យយើង 60% ហ្នឹងវានឹងកើនរហូតដល់ 145% វិញអញ្ចឹងមានន័យថាឈាមសដែលឲ្យយើងហ្នឹងវាច្រើនជាងឈាមស៊ីនរបស់យើងទៀតហើយសួរថាប៉ុណ្ណឹងអស់ហើយមែន No នៅកាតរបស់វា OP មកតង់ទៀតហើយនេះកាតរបស់វាមើលទៅ OP មិន OP ផើ skill ការក្រាបាន 140% ឈាមសថែមកាតការក្រាបានវាយឡើងឈាម 20% ហើយបានទាំង high rate attack 30% ហើយថែម 9 កាឲ្យទៀតដល់ពេលទាំងតាន់ទាំងឈឺចឹងសួរថា Neo Beast ណាហ៊ានក្អកហើយសម្រាប់ game ហ្នឹងខ្ញុំលេងជាមួយ Kisin ហ្នឹងមិនមែនដោយសារតែខ្ញុំចង់លេង Kisin ទេអ្វីតែបើថា Commander ការក្រាវា OP វាជំនួយច្រើនតែលេង Kisin ដែលជាត្រាស់អន់នៅ early game ហ្នឹងគឺទប់អត់ចង់ជាប់ទេភាគច្រើនការក្រាគឺខ្ញុំលេងជាមួយនឹង Amberlord ហើយនឹងក្តាប់ដៃវាជាត្រាស់មួយដែល OP តាំងពី early ដល់ late game យកហ្មងតែដោយសារអូនមួយបាន comment ក្នុង YouTube ចង់ឲ្យខ្ញុំលេង Kisin ចឹងខ្ញុំក៏លេង Kisin ហ្មងទៅជាសំណាងល្អអត់តន់ងាប់ខ្ញុំបាន Lancelot ផ្កាយ2វាចាត់ទុកថាយើង late game ហើយតែនិយាយមែន Commander ការក្រាពេលដាក់លើ Lancelot ផ្កាយ2វា OP ខ្លាំងពេលខ្លះសូម្បីតែ Hero 5 កាក់ផ្កាយ3ក៏វាអត់ឈ្នះដែរដល់អញ្ចឹងយ៉ាវាខ្លាំងមែនតែទូទៅទំមតែយើងបាន Lancelot ផ្កាយ2បើយើងលេង Kisin តាំង early យើងងាប់មុនពេលបានហ្មងចឹងហើយ tip របស់ខ្ញុំបើសិនជាអ្នកនរគ្នាចង់បាន Lancelot ផ្កាយ2ពាក់ឆ័ត្រការក្រាយល់ល្អកុំ start ជាមួយ Kisin អីយើង start ជាមួយនឹង synergy ណាដែលខ្លាំងសិនទៅពេលដែលយើង refresh ឃើញ Lancelot អីយើងទិញទុកសិនទៅសំរហូតដល់គាត់ឡើងផ្កាយ2យើងអាចដូរពី synergy ដែលយើងកំពុងលេងទៅ Kisin បានតែចំណាំយើងមើលសិនថា synergy យើងនៅខ្លាំងឡើយយើងកុំតន់ដូរអីបើ synergy យើងអត់ហើយចាំយើងដូរបើយើងកំពុងខ្លាំងយើងដូរយើងអាចទៅជាចាញ់វិញព្រោះថា item Kisin វាមាន3 stage ដែលអញ្ចឹងយើងត្រូវការ save stage របស់វាទៀតតម្រុំដល់ឲ្យវាខ្លាំងមែនតើអញ្ចឹងហើយសម្រាប់ Commander ការក្រាខ្ញុំជឿថាអ្នកនរគ្នាចេះលេងណាដោយដើមអ្នកនរគ្នាបើអ្នកនរគ្នាអត់យល់អំពី Commander មួយណាឬចង់ខ្ញុំធ្វើវីដេអូបញ្យល់អំពី Commander មួយណាទៀតអាច comment ប្រាប់ខ្ញុំបានអរគុណអ្នកទាំងអស់គ្នាសូមជម្រាបសួរ With victory assured, is the heart content? With victory assured, is the heart content? I've come from the land of dancing blossoms.